បាទសួស្តីអ្នកដែលតែងតែទស្សនា Channel ពីនបរនេះថ្ងៃនេះខ្ញុំមានម៉ូដធៀបការថ្មីមួយទៀតដែលធ្វើនៅលើម៉ូដធៀប VX 88146នេះគឺជាគំរូ template ដែលយើងបានធ្វើរួចយើងនៅចាំតែកែនៅឈ្មោះហើយនឹងអាស័យដ្ឋានឈ្មោះកូនម្លោះកូនកំមុំនិងថ្ងៃខែតែប៉ុណ្្នឹងឯងអញ្ចឹងនៅពេលដែលមានបញ្ហា error font គាត់សូមជួយផ្លាស់ប្ដូរ font ដែលគាត់មានអញ្ចឹងណាគាត់ប្ដូរ font ដែលគាត់មានទៅគឺគាត់ឆ្លាញ់ font ណាគាត់ដាក់ font ហ្នឹងទៅអញ្ចឹងយើងអាចប្រើប្រាស់បានហើយចំពោះ template software នេះខ្ញុំនឹងដាក់ link នៅ download នៅខាងក្រោម description របស់វីដេអូហ្នឹងខាងក្រោមវីដេអូហ្នឹងនៅខាងលើហ្នឹងខាងក្រោមវីដេអូហ្នឹងមានជាចំណងជើងនៃវីដេអូអញ្ចឹងគាត់នៅមើលទៅខាងក្រោមហ្នឹងទៀតគេដាក់ថា description គាត់ចុចវា read more មកមានថាមើលខាងក្រោមហ្នឹងទៀតណាអញ្ចឹងឃើញ link download ហើយបាទខ្ញុំនឹងសង្ឃឹមថាគាត់ download បានហើយបើ download អត់បានសូមជួយ comment នៅខាងក្រោមផងចំពោះវីដេអូនេះខ្ញុំធ្វើវាឡើងសម្រាប់ក្នុងគោលបំណងឲ្យអ្នកទាំងអស់គ្នាអាចស្វែងយល់ពីម៉ូដធៀបខ្លះៗនៅខាងរោងពុម្ពរបស់ខ្ញុំដែលបានផលិតជាប្រចាំថ្ងៃអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តហើយធៀបទាំងអស់ហ្នឹងគឺខ្ញុំឡើងតែអ្វីដែលខ្ញុំធ្វើតែប៉ុណ្ណោះដោយខ្ញុំតែបានបញ្ជាក់ជារឿយៗมันអាចខ្ញុំធ្វើគ្រប់ម៉ូដគ្រប់ម៉ាកគ្រប់ក្រុមហ៊ុនទាំងអស់ទេគឺធ្វើទៅតាមភ្ញៀវដែលតម្រូវការប៉ុណ្ណោះអញ្ចឹងអរគុណចំពោះអ្នកដែលតែងតែទស្សនា Channel ពីនបរឌីហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយ Subscribe និង Share Channel របស់ខ្ញុំឲ្យបានច្រើនផងបាទជាទឹកចិត្តមួយសម្រាប់ឲ្យខ្ញុំធ្វើវីដេអូហ្នឹងផុសជារឿយៗសម្រាប់ឲ្យអ្នកទាំងអស់គ្នាបាន download template ថ្មីគំរូធៀបថ្មីបាទហើយគំរូធៀបនេះគឺខ្ញុំធ្វើនៅកម្មវិធី CorelDRAW X8 អញ្ចឹងអ្នកទាំងអស់គ្នាគាត់ download ប្រសិនបើជាខុស version សូមគាត់ជួយ download Corel X8 បាទ Corel version X8 ដើម្បីបាទបើកសោះនឹងទៅវាអត់មានបញ្ហាបាទអរគុណអញ្ចឹងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយមើលវីដេអូនេះពីដើមដល់ចប់ចោះណាអញ្ចឹងខ្ញុំនឹងធ្វើតាមលំដាប់ហើយគាត់ក៏អាចនឹងកែប្រែសោះនឹងបានដោយសារការមើលវីដេអូនេះដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តបាទសូមអរគុណអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើជាបន្តបន្ទាប់
បាទត្រង់នេះខ្ញុំសូមបញ្ជាក់ម្ដងទៀតថាប្រសិនបើអ្នកទាំងអស់គ្នាគាត់ប្រើនៅលើម៉ាស៊ីនអឺបោះពុម្ពគាត់ប្រើនៅពណ៌សខ្មៅហើយសម្រាប់ចេញកាល់ឬក៏ចេញกระดาษសម្រាប់បោះពុម្ពជាមួយនឹងម៉ាស៊ីនបោះពុម្ពម៉ាក Ricoh អញ្ចឹងទៅយើងអាចប្រើពណ៌ខ្មៅនឹងបានហើយដោយឡែកប្រសិនមកជាលោកអ្នកចូលចិត្តប្រើម៉ាស៊ីន print សម្រាប់បោះធៀបការអញ្ចឹងគាត់ប្រើជាមួយនឹង Canon ឬក៏ Epson អីខ្ញុំអត់ដឹងទេព្រោះខ្ញុំក៏អត់ប្រើដែរប៉ុន្តែវិធីសាស្ត្រក្នុងការបដូរពណ៌នៅការ print ហ្នឹងខ្ញុំបានធ្វើវីដេអូអឺមុនហ្នឹងហើយអញ្ចឹងគាត់មើលវីដេអូមុនហ្នឹងទៅណាការបដូរពណ៌ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះបដូរវាដោយមានភាពរហ័សមិនយូរដោយសារបើសិនជាយើងដូរពណ៌ធម្មតាយើងត្រូវការអានគ្រប់ហើយយើងអាចបដូរពណ៌វាម្ដងមួយប៉ុន្តែចំពោះណាreplace ពណ៌ហ្នឹងគឺគាត់មានលក្ខណៈងាយស្រួលច្រើនខ្ញុំសង្ឃឹមថាគាត់នឹងអាចធ្វើបានចំពោះអ្នកដែលបោះជាមួយនឹងធៀបជាមួយប្រើជាមួយនឹងម៉ាស៊ីន Canon ឬក៏ Epson អីហ្នឹងគាត់អាចប្រើបាន
បាទធៀបរបស់យើងបានធ្វើរួចអញ្ចឹងបាទជាចុងចប់ខ្ញុំសូមថ្លែងអរគុណចំពោះអ្នកដែលទស្សនាតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តវីដេអូនេះសូមជួយ Subscribe Like Comment និង Share ឲ្យបានទាំងអស់គ្នាដើម្បី